ចូលឲ្យមានតួពន្លឺនៅនាផ្ទៃមេឃដើម្បីនឹងញែកថ្ងៃចេញពីយប់សម្រាប់ទុកជាទីសម្គាល់នៃរដូវថ្ងៃនិងឆ្នាំហើយសម្រាប់ជាពន្លឺនៅផ្ទៃមេឃដើម្បីនឹងបំភ្លឺមកផែនដីចូលឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរណ៍ចូលឲ្យសត្វបក្សីពេញលើមេឃចូលឲ្យមានសត្វចតុបាទកើតមកនៅដីគោកតាមពូជគឺជាសត្វស្រុកសត្វលូនវានិងសត្វព្រៃនៅផែនដីតាមពូជពិតជាល្អណាស់